ba chỉ xưa lộc pu khơi tha cả lòng máu dùng tay là cho rùm sạc cam phiếp bài than khơi lộc pu sạc cam na chân lộc pu cái này lộc pu miền Nam miền Nam đã đập bây là khơi du chôn khơi chia xa xa nơi vị trí lai sa cu ba trong tập sang cọ lộc pu បាទខ្ញុំសូមអរគុណណាស់បាទខ្ញុំជាចាស់ម្នាក់ដែលធ្លាប់ឆ្លងកាត់ជាង20ឆ្នាំនេះបាទមានតែសម្រាមរហូតទេអូប៉ុន្តែខ្ញុំអាចគឺការងារជួយសម្រាមរហូតបាទខ្ញុំដឹងថាកិច្ចការងារសម្រាមគឺពិបាកបាទពិបាកបើបងប្អូនប្រជាពលរដ្ឋមិនចូលរួមទេបាទទោះបីរដ្ឋាភិបាលស្រែកយ៉ាងណាអូបាទហើយឃុំភូមិផ្សព្វផ្សាយយ៉ាងណាក៏វាមិនអាចអស់ដែរបាទលុះតែខ្លួនគាត់មូលដ្ឋានណាគឺមូលដ្ឋាននឹងទទួលបន្ទុកទទួលខុសត្រូវនឹងបុគ្គលទាំងអស់ដែលគាត់ទទួលខុសត្រូវថាអញមិនត្រូវបោះបង់ចោលហើយនឹងទេស្អាតស្រុកទេសរបស់យើងស្រុកទេសរបស់យើងកើតស្អាតភាពស្អាតដោយសារយើងទាំងអស់គ្នាដែលត្រូវការពារដែលត្រូវប្រុងប្រយ័ត្នបាទតម្លៃវាស្ថិតលើយើងទាំងអស់គ្នាបាទហើយបើសិនជាបងប្អូននៅតែធ្វើអញ្ចឹងទៅរដ្ឋាភិបាលគាត់ផ្សព្វផ្សាយយ៉ាងម៉េចក៏វាអត់រីកចម្រើនដែរប៉ុន្តែក្នុងមួយរយៈនេះខ្ញុំតាមមើលទៅចុង2016នេះការចេះដឹងដល់ 70% បាទនៅសល់តែ 30% នោះហាក់ដូចជាគាត់ចូលរួមបណ្ដាគាត់ដឹងបណ្ដាបាទហេតុនេះសម្រាប់កើតពីភូមិឃុំសូមផ្ដាំទៅភូមិឃុំក៏នៅក្នុងភូមិស្រុកក៏នៅក្នុងភូមិខេត្តក៏នៅក្នុងភូមិមានតែមេភូមិទេបំរុងប្រជាពលរដ្ឋបាទសិស្សសាលាគ្រូមានតែគ្រូទេដែលបង្រឹងសិស្សសាលាពីមួយចំនួនទៅមួយចំនួនបាទបើសិនជាអ្នកទាំងអស់គ្នានឹងមិនបង្រឹងគឺប្រទេសជាតិយើងនៅតែសម្រាប់ដដែលហើយនេះខ្ញុំសរុបពរគ្រូហើយនឹងមេភូមិអាជ្ញាធរទៀតអាជ្ញាធរភូមិអស់ឃុំអស់សូមជួយផ្សព្វផ្សាយកិច្ចការអស់ទាំងនេះខ្ញុំជឿថាល្អមែនទែនទៅថ្ងៃក្រោយតែឥឡូវនេះ 70% គឺអូខេហើយ70ទៅ80បាទហើយនេះគាត់ចេះដឹងច្រើនបាទខ្ញុំមានយោបល់តែប៉ុណ្្នឹងទេបាទសូមអរគុណបាទលោកពូដោយសារសប្តាហ៍នេះក្រមការដឹកនាំរបស់អាយដាមរដ្ឋមន្ត្រីក្រសួងបរិស្ថានអៀងស្ប៉ឡែតគឺពេលដែលលោកបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងបរិស្ថានភ្លាមគឺលោកតែងតែដាក់យុទ្ធនាការค่ะផ្លូវជាតិគ្មានសម្រាមអញ្ចឹងខ្ញុំឃើញលោកពូចូលរួមសកម្មណាស់ក្នុងតំបន់តាកែវកំពង់ស្ពឺមិនថាតាណាទេគឺលោកពូចូលរួមសកម្មជាមួយយើងយុវជននានាអញ្ចឹងក្នុងនាមលោកពូជាយុវជនដូចជាការអ្នកការថារស់នៅជាមួយសម្រាមស្គាល់ពីសម្រាមតើការរៀបចំរបស់អាយដាមរដ្ឋមន្ត្រីគឺយ៉ាងណាដែរលោកពូបាទខ្ញុំយល់ឃើញថាយោបល់វិសាសអនុសាសន៍របស់គាត់ល្អបំផុតបាទគាត់ស្រឡាញ់បាទហើយនេះក៏ការផ្សព្វផ្សាយរបស់គាត់ការផ្សព្វផ្សាយរបស់សាលាខេត្តសាលាស្រុកតាមលំដាប់ថ្នាក់ទាំងអស់បាទគឺគាត់ធ្វើដូចភាសាដូចវិសាសគាត់បាទហើយនេះក៏វាបានច្រើនមែនទែននឹងឲ្យខ្ញុំសំណូមពរមួយក្រៅពីការងារដែលទៅសួរសំណូមពរតាមបណ្ដារោងចក្ររៀងខ្លួនបាទសូមសម្អាតតាមបណ្ដារោងចក្រដីឡូបាទដីឡូបាទគឺអ្នកដែលមានដីឡូគឺមានសម្រាមអ្នកដែលមានក្នុងផ្ទះនៅផ្លូវជាតិបាទអានៅក្នុងជាតិក៏ដឹងហើយក៏យល់បាន 70% 80% ហើយគាត់ចូលសេវាប៉ុន្តែដីឡូបាទហើយរោងចក្រសហគ្រាសដែលគាត់យកទៅលក់បាទហើយគាត់យកមកចុះបោះចោលអាដីឡូដែលម្ចាស់នៅនេះអូអាហ្នឹងបាទអាហ្នឹងខ្ញុំតាមឆ្លងកាត់គ្រប់ខេត្តទាំងអស់ខ្ញុំដើរ8ស្រុកបាទហើយទៅតាមខេត្តទៅតាមសួរមើលគេទៀតគឺដីឡូនេះគឺពិភពសម្រាមពួកអត់មានអ្នកនៅចាំគឺយកទៅចោលកន្លែងហ្នឹងកន្លែងណាដូចកន្លែងណាដែរបាទចេះរៀបចំទុកដាក់តាមត្រូវឬក៏បំរាមតាមត្រូវគឺគាត់តែចោលពីវិការបាទគាត់ខ្វល់ទេបាទហើយនេះម្ចាស់ដីឡូសូមជួយការពារខ្លួនឯងកុំឲ្យមានបញ្ហាកើតឡើងហើយនឹងការផ្សព្វផ្សាយគ្រូនិងអាជ្ញាធរជាប់ជាន់ថ្នាក់គាត់នឹងបានផ្សព្វផ្សាយហើយមានតែយើងទាំងអស់គ្នាចូលរួមទាំងអស់គ្នាទៅប្រទេសជាតិយើងល្អបាទលោកពូបាទសូមអរគុណបាទអញ្ចឹងលោកពូជាចុងចប់មានអ្វីអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទេជាចុងខ្ញុំអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមជួយទាំងអស់គ្នាដូចខ្ញុំនិយាយសារអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងថាជួយទាំងអស់គ្នាបានស្រុកទេសយើងស្អាតជួយដើម្បីអស់ទាំងអស់គ្នាជួយដើម្បីខ្លួនឯងគឺជួយដើម្បីប្រទេសជាតិបាទដើម្បីប្រទេសជាតិស្អាតហើយបើយើងអត់ខ្វល់ពីខ្លួនឯងអត់ខ្វល់ពីប្រទេសជាតិទេតើសុខភាពរបស់យើងទៅជាយ៉ាងណាបាទសុខភាពយើងគឺត្រូវផ្ដើមពីភាពស្អាតបើអត់ស្អាតទេសុខភាពយើងអត់បានល្អទេអញ្ចឹងលោកពូណាបាទអញ្ចឹងជូនពលលោកពូសុខភាពល្អសំណាងល្អហើយធ្វើដំណើរទៅវិញប្រកបដោយសុខភាពបាទអរគុណលោកពូបាទលោកពូមានឈ្មោះអីវែងសេងគ្រីនបាទនៅប្រចាំកំពង់ស្ពឺបាទក្រុមហ៊ុនកំពង់ស្ពឺបាទកំពង់ស្ពឺបាទអរគុណលោកពូណាជោគជ័យព្រះកិច្ចអរគុណលោកពូបាទអរគុណ